មានតែម្ចាស់បរ៉ែតរូបនេះទេហ៊ានធ្វើបែបនេះដាក់ទុនរកស៊ីតិចតួចជាមួយគ្នាក៏ខ្លាចជាម្ចាស់ភាគហ៊ុនពិតជាអស្ចារ្យមែនក្រោយពីទទួលបានកូរ៉េជាដៃគូថ្មីបោះទុនវិនិយោគបន្ថែមហើយនោះលោកស្រីមាសចន្ទលីអនុញ្ញាតឲ្យតំណាងចាយខ្លាចជាម្ចាស់ភាគហ៊ុនស្របច្បាប់លើឡាកាម៉ូជនជាតិកូរ៉េបានវិនិយោគចូលទៅក្នុងក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំទឹកលុយ3លានដុល្លារហើយយុទ្ធសាស្ត្រថ្មីរបស់គាត់នេះគឺតំណាងចំណាយត្រឹមតែ10000ដុល្លារកាត់អវ៉ាន់ហើយគាត់នឹងឲ្យតំណាងទាំង100នាក់ដំបងដែលចូលក្នុងក្រុមហ៊ុនឡាកាម៉ូហ្នឹងគឺមានភាគហ៊ុននៅក្នុងក្រុមហ៊ុនឡាកាម៉ូបាទលោកសូថាលោកជំទាវខាងក្រុមហ៊ុនកូរ៉េវិនិយោគជាមួយឡាកាម៉ូនឹង3លានថា3លានក្នុងគោលបំណងអ្វីដែរចាក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំកំពុងតែជនជាតិកូរ៉េបានវិនិយោគចូលទៅក្នុងក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំទឹកលុយ3លានដុល្លារហើយយុទ្ធសាស្ត្រថ្មីរបស់គាត់នេះគឺតំណាងចំណាយត្រឹមតែ10000ដុល្លារកាត់អវ៉ាន់ហើយគាត់នឹងឲ្យតំណាងទាំង100នាក់ដំបងដែលចូលក្នុងក្រុមហ៊ុនឡាកាម៉ូហ្នឹងគឺមានភាគហ៊ុននៅក្នុងក្រុមហ៊ុនឡាកាម៉ូភាគហ៊ុនលុយចំណេញបាទចានឹងអ្វីដែលពិសេសហើយនេះគឺជាតំណាងចាស់ខក្រុមហ៊ុនដែលគាត់លក់តាមពេកតំណាងចាស់ហ្នឹងមានភាគហ៊ុននៅក្នុងហ្នឹងអត់បើសិនជាក្នុងពេលនេះទៅគាត់ចុះឈ្មោះជាតំណាងចានិយាយថាគាត់តំណាងហើយឯងតែផែនការរបស់យើងនៅមុនតំណាងគឺអត់មានភាគហ៊ុននៅក្នុងហ្នឹងឯងតែសម្រាប់ការវិនិយោគថ្មីនិងយុទ្ធសាស្ត្រទីផ្សារថ្មីរបស់ជនជាតិកូរ៉េដែលគាត់វិនិយោគ3លានដុល្លារនេះគឺគាត់រៀបយុទ្ធសាស្ត្រថ្មីសម្រាប់តំណាងចាស់ក៏ដោយថ្មីក៏ដោយចូលមកថ្មីសម្រាប់កាត់អវ៉ាន់ក្រុមហ៊ុនឡាកាម៉ូអស់ចំនួនទឹកលុយតែ10000ដុល្លារតែគាត់នឹងឲ្យមានភាគហ៊ុនចំណេញពីក្រុមហ៊ុនឡាកាម៉ូទៅវិញក្នុងចំណោមតំណាងចាស់ទាំងអស់តែមានអ្នកណាទិញភាគហ៊ុននឹងហើយនៅពួកគាត់សិតតែទិញដោយសារពួកគាត់បានលក់អវ៉ាន់ឡាកាម៉ូស្រាប់ហើយអញ្ចឹងគ្រាន់តែពួកខ្ញុំបានប្រកាសបែបនេះពួកគាត់រីករាយនិងសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងយុទ្ធសាស្ត្រថ្មីរបស់ខ្ញុំនេះគឺទី1ឥឡូវគាត់គឺជាតំណាងឥឡូវគាត់រក់ក្នុងមួយខែឥឡូវខ្ញុំសម្ភាសឲ្យបងប្អូនបានឃើញថាតំណាងចាស់របស់ខ្ញុំដែលគាត់លក់អវ៉ាន់ក្រុមហ៊ុនឡាកាម៉ូមិនតឹងមានលក្ខខណ្ឌមានភាគហ៊ុនចំណេញទេតែគាត់នៅតែលក់បានលុយចំណេញអញ្ចឹងតែក្នុងមួយខែពេលដែលក្រុមហ៊ុនឡាកាម៉ូរបស់យើងផ្ទុះការគ្រប់គ្រងខ្លាំងពាក់ព័ន្ធនឹងអវ៉ាន់របស់យើងហ្នឹងតើមួយខែលក់បានប៉ុន្មានការវគ្គផ្ទុះនិយាយជាក់ស្ដែងហ្មងចាស្ដែងការវគ្គនៅផ្ទុះហ្នឹងខ្ញុំលក់ចាប់ដើមពីប្រាក់ចំណេញចាមួយខែបានចាប់ពី4000ឡើង5000ឡើងដល់8000អញ្ចឹងហើយពេកមានប៉ុន្មានពេកច្រើនដែរបងចឹង10ពេកអីចាអូអែមហ្មងហ្វេនឡាកាម៉ូចាហ្មងចឹងហ្នឹងគឺជាប្រាក់ចំណេញហ្មងមែនត្រូវទេចាហ្នឹងប្រាក់ចំណេញចាគាត់គឺជាតំណាងលក់រាល់ថ្ងៃនឹងតែម្ដងតែនៅក្នុងពេលនេះយុទ្ធសាស្ត្ររបស់ខ្ញុំថ្មីតំណាងគាត់មិនមែនត្រឹមតែលក់នៅក្នុងពេកតែប៉ុណ្ណោះទេពួកយុទ្ធសាស្ត្រថ្មីរបស់ខ្ញុំគឺតំណាងគឺគាត់អាចក្នុង10000ដុល្លារហ្នឹងគាត់មានប៊ូតមួយជាមួយនឹងអវ៉ាន់ដើម្បីគាត់យកទៅលក់ប៊ូតនេះគឺដាក់នៅលើដងផ្លូវសាធារណៈដូច្នេះដូចជាស្ទាល់មួយតំណាងឲ្យក្រុមហ៊ុនឡាកាម៉ូលក់ផលិតផលឡាកាម៉ូហើយក្រុមហ៊ុនឡាកាម៉ូនឹងបង្កើតអេបងាយស្រួលឲ្យអតិថិជនគាត់រកថាក្រុមហ៊ុនឡាកាម៉ូលក់ទីតាំងនៅទីណាខ្លះហើយបន្ទាប់មកទៀតតំណាងដែលគាត់លក់នៅក្នុងក្រុមហ៊ុនឡាកាម៉ូគឺខ្ញុំនឹងបណ្ដុះបណ្ដាលគាត់កុំថាឡាយអ្នកថ្មីឬក៏អ្នកចាស់ខ្ញុំនឹងបណ្ដុះបណ្ដាលគាត់ឲ្យចេះធ្វើវីដេអូក្នុងការលក់ដូច្នេះចំណូលរបស់គាត់បើសិនជាគាត់មានលុយក្នុងការកាត់អវ៉ាន់ក្រុមហ៊ុនឡាកាម៉ូត្រឹមតែ10000ដុល្លារតែគាត់អាចរកប្រាក់ចំណេញទៅដូចគាត់អញ្ចឹងអានេះគាត់ជាក់ស្ដែងនឹងតែម្ដងមិនមែនថាក្រុមហ៊ុនរបស់ខ្ញុំយកមកនិយាយដើម្បីឲ្យបងប្អូនមកដែលហារបៀបថាកាត់អវ៉ាន់ក្រុមហ៊ុនឡាកាម៉ូយកទៅលក់ឯងគឺគាត់ជាក់ស្ដែងតែម្ដងគឺជាអតិថិជននេះសិតតែតំណាងបងស្រីក៏សិតតែជាតំណាងគាត់ក៏ជាតំណាងធំគាត់មិនត្រឹមតែកាត់អវ៉ាន់ឡាកាម៉ូដុំទេតែគាត់មានកូនក្រុមរបស់គាត់លក់នៅតាមពេកផ្សេងទៀតនឹងគឺជាដៃគូធំហើយនេះតំណាងផ្សេងទៀតអញ្ចឹងនៅក្នុងពេលនេះគឺខ្ញុំបានតំណាងមកទៅមួយក្រុមទូចទេក៏ប៉ុន្តែខ្ញុំមានតំណាងជាច្រើនទៀតហើយខ្ញុំនឹងបរិយាតំណាងជាច្រើនទៀតនៅថ្ងៃមុខបាទក្រុមរើសតំណាងប្រហែលដែរថ្ងៃខាងមុខនេះសម្រាប់យុទ្ធសាស្ត្រថ្មីរបស់ខ្ញុំគឺតំណាងគឺយើងយកចេញពីក្រុមហ៊ុននឹងតែម្ដងសម្រាប់ការពីមុនវិញគឺតំណាងគឺយើងរើសតែ4-10នាក់ធំនៅក្នុងក្រុមហ៊ុនឡាកាម៉ូទេហើយគាត់កាត់ម្ដង10-20ម៉ឺនទៅ500000ដុល្លារតែសម្រាប់តំណាងនៅក្នុងពេលបច្ចុប្បន្នយុទ្ធសាស្ត្រថ្មីនេះតំណាងដែលខ្ញុំនិយាយថាគាត់មានត្រឹមតែ10000ដុល្លារគាត់អាចធ្វើតំណាងផ្ទាល់ចេញពីក្រុមហ៊ុនហើយសម្រាប់អ្នកដែលគាត់ចុះឈ្មោះដំបងធ្វើតំណាងកាត់អវ៉ាន់នៅក្រុមហ៊ុនឡាកាម៉ូនៅក្នុងការវិនិយោគថ្មីនេះទៀតគឺ100អ្នកដំបងនេះគឺគាត់មានភាគហ៊ុនចំណេញពីក្នុងក្រុមហ៊ុនឡាកាម៉ូទៀតនេះគឺជាអ្វីដែលពិសេសខ្លាំងបំផុតហើយពួកខ្ញុំនឹងបង្កើតតំណាងចេញពីក្រុមហ៊ុនទៅទាំងអស់គឺតំណាងពី100ទៅ200ពី200ទៅ5000 500អីតាមលំដាប់ដែលពួកខ្ញុំអាចធ្វើទៅបាន
បាទចុះបើកាត់លើ10000តើក្រុមហ៊ុនឡាកូម៉ូនឹងជួយអ្វីខ្លះទៀតបាទគាត់ នៅក្នុងនោះមាន target ទៀតមាន target ដូចថាគាត់កាត់ម្ដងមួយបងប្រហែលពាន់អញ្ចឹងគាត់បាន target ទៅប្រហែលវិញអញ្ចឹងពួកខ្ញុំមាន target ហ្នឹងទៀតហើយបើសិនជាបងប្អូនចំណាប់អារម្មណ៍ចង់ធ្វើជាតំណាងបងប្អូនអាចឆាតចូលទៅក្នុង page personal របស់ខ្ញុំផ្ទាល់ចាមាសច័ន្ទលីនចាខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតទៅកាន់ពួកគាត់ បាទគេថាផលិតផលឡាកូម៉ូនឹងផ្ទុះទីផ្សារជាងមុនទេសម្រាប់លោកជំទាវ សម្រាប់ខ្ញុំគុណភាពឡាកម៉ូតរបស់ខ្ញុំគឺបងប្អូនទទួលស្គាល់គ្រប់គ្នាតែអ្វីដែលយុទ្ធសាស្ត្រទីផ្សារថ្មីនេះជនជាតិកូរ៉េគាត់នឹងមកជួយខ្ញុំដោយសារគាត់មានបទពិសោធន៍ក្នុងការរកស៊ីជាច្រើនដូច្នេះខ្ញុំខ្វះតែកម្លាំងខ្ញុំខ្វះកម្លាំងខ្វះដៃគូមួយដែលល្អដែលចូលមកវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ បាទឥឡូវនេះក្រុមហ៊ុនឡាកូម៉ូមានផលិតផលប៉ុន្មាននៅក្នុងក្រុមហ៊ុន កម្រងនឹងនេះចេញផលិតផលមាន form សលៃជូតមុខឡាកម៉ូនឹងចេញស្តុកមកថ្មីហើយបន្ទាប់មកទៀតមាន UV ការពារកម្ដៅថ្ងៃនិងមានលេខក្លៀកនេះពីបងប្អូនទាំងអស់ហ្នឹងចា៎ ប្រទេសណាដែរផលិតផលទាំងអស់នេះ ផលិតផលហ្នឹងគឺយើងយកមកមានប្រទេសកូរ៉េនិងប្រទេសចិនចា៎ ហើយចុងក្រោយមានអ្វីបន្ថែម ជាចុងក្រោយបើសិនជាបងប្អូនមានដើមទុនបន្តិចបន្តួចចង់ធ្វើតំណាងផ្ទាល់ពីក្រុមហ៊ុនឡាកម៉ូបងប្អូនអាចតាក់ទងនៅក្នុង page របស់ខ្ញុំបានមាសច័ន្ទលីនខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតទៅកាន់ពួកគាត់ហើយក្រុមហ៊ុនរបស់ខ្ញុំក៏មានបើកវគ្គបណ្ដុះបណ្ដាលដើម្បីឲ្យពួកគាត់លក់ផលិតផលឡាកម៉ូបានប្រាក់ចំណេញទៅសម្រាប់ជីវភាពរបស់គាត់ក្នុងប្រាក់ចំណេញមួយដែលគាត់គិតថាគាត់ចំណាយដើមទុនតិចមែនតែគាត់នឹងអាចរកប្រាក់ចំណេញរៀងគួរសមចា៎ បាទអរគុណច្រើនលោកជំទាវ ចាអរគុណ